បងប្អូនទាំងអស់គ្នាថ្ងៃនេះត្រៀមទៅលេងផ្ទះម៉ែក្មេកបងប្អូនទាំងអស់គ្នាចានេះប្តីនឹងកូនឲ្យកូនឡើងឡានហើយនេះហើយខ្ញុំនឹងប្តីរៀបចំតែនេះបងប្អូនទាំងអស់គ្នាចាទៅលេងផ្ទះម៉ែក្មេកណាថ្ងៃសម្រាប់បងប្អូនទាំងអស់គ្នាតោះ let's go នេះម៉ែស្គាល់តែចាថ្ងៃនេះគឺថាខ្ញុំគឺជាអ្នកបើកបងប្អូនទាំងអស់គ្នាទៅហើយចាផ្លូវលបឿនលឿនណាចាជីប្រហែលទេ100គីឡូម៉ែត្រជាងចាម៉ាន100គីឡូម៉ែត្រដែរបងប្អូនទាំងគ្នាតែបើកឡានក្នុង1ម៉ោងជាងចា1ម៉ោងជាងតិចតួចអូខេណាអូខេបាយបាយ let's go ហើយនេះគឺនៅផ្លូវក្រំដីចាផ្លូវទៅផ្ទះយាយគឺថាផ្លូវក្រំដីច្រើនមែនតើចាហើយនេះគឺខ្ញុំបើកឡានមកជិតដល់ហើយឲ្យទៅថាឃើញដល់ស្ពាននេះគឺជិតដល់ផ្ទះយាយហើយបងប្អូនទាំងអស់គ្នានិយាយទៅថាទេសភាពស្អាតខ្លាំងណាស់ដោយសារតែនៅផ្ទះម៉ែក្មេកផ្ទះយាយហ្នឹងគឺនៅកោះចាបងប្អូនទាំងអស់គ្នាគឺថានៅជុំវិញហ្នឹងគឺសិតតែកោះតែម្ដងដល់ទៅពេលចឹងទៅងាកទៅណាក៏សមុទ្រងាកទៅណាក៏សមុទ្រដែរហើយស្ពានគេនិយាយទៅថាអូយស្អាតណាស់ពុកម៉ែបងប្អូនទាំងអស់គ្នានិយាយទៅគ្រាន់តែមកដល់ឃើញទេសភាពនៃសមុទ្រហ្នឹងគឺថាស្រស់ស្រាយតែម្ដងអារម្មណ៍មួយនេះគឺថាចង់តែនៅហ្នឹងដោយសារតែនៅហ្នឹងខែក្រូចនិយាយទៅថាក្រូចច្រើននិយាយទៅងាកទៅណាក៏ឃើញសមុទ្រងាកទៅណាក៏ឃើញក្រូចដល់ពេលចឹងទៅទេសភាពវាមានអារម្មណ៍មួយថាអូយស្អាតខ្លាំងណាស់ហើយប្តីខ្ញុំចិត្តតែល្អថាចង់មករស់នៅហ្នឹងអីចឹងណាក៏តែរស់នៅហ្នឹងអាចថាពិបាកក្នុងការរកការងារអីចឹងទៅដោយសារតែវាមិនសូវជាសម្បូរការងារទេដោយសារតែដីនៅហ្នឹងគឺវានៅលើកោះអញ្ចឹងហើយភាគច្រើនគឺគេការងារគឺគេធ្វើកប៉ាល់ធ្វើអីចឹងទៅឬក៏ដាំក្រូចធ្វើចការធ្វើអីចឹងទៅចានេះឥឡូវនេះចូលមកដល់ផ្លូវផ្ទះយាយហើយក៏ប៉ុន្តែកន្លែងនេះគឺថាបាក់ភ្នំហើយបងប្អូនទាំងអស់គ្នាដោយសារតែមួយថ្ងៃមុនហ្នឹងគឺវាមានភ្លៀងធ្លាក់ខ្លាំងចឹងទៅនៅផ្លូវហ្នឹងគឺបាក់ភ្នំធ្លាក់ដីមកអីចឹងណាចឹងហើយគឺគេត្រូវជួសជុលចាឥឡូវនេះគ្នាបានមកដល់ហើយបងប្អូនទាំងអស់គ្នាចានេះចកាក្រូចអីចឹងទៅក៏ប៉ុន្តែមិនមែនចកាយាយទេបងប្អូនទាំងអស់គ្នាចកាគេផ្សេងចឹងណាចាហើយមកដល់ចឹងទៅអាកូនពៅខ្ញុំនេះចាបងគេរត់ត្រេតែម្ដងណានិយាយទៅថាអូយនឹកតានឹកយាយណាឲ្យតែមកដល់ឮតែថាទៅផ្ទះតាយាយហ្នឹងគេសប្បាយចិត្តខ្លាំងណាស់ចាហើយអូននេះដើរទៅចាហើយនេះប៉ាគេដើរទៅមុនអត់ចាំចឹងទៅគេខឹងគេបងប្អូនទាំងអស់គ្នាឲ្យខ្ញុំពើចាហើយមានណាដល់ផ្ទះមិនតាន់ទេបងប្អូនទាំងអស់គ្នាគាត់ថាឲ្យម៉ែក្មេកឃើញមុខឃើញមាត់អីទីចឹងទៅមានណានាំគ្នាមកលេងទឹកសមុទ្រហើយសំខាន់ណាទៅសមុទ្រថាចង់ទៅសមុទ្រនឹងហើយអត់មានយកស្អីមកទេបងប្អូនទាំងអស់គ្នាខ្ញុំតាមពិតទៅខ្ញុំអត់មានកម្រងថាមកលេងទឹកសមុទ្រទេដោយសារតែទៅនឹងអត់ទៅវិលល្ងាចទេទៅព្រឹកចឹងទៅល្ងាចឡើងមកវិញចឹងអញ្ចឹងហើយគឺចង់នៅអង្គុយលេងជាមួយម៉ែក្មេកជាមួយតាយាយឲ្យបានច្រើនចឹងហើយប្តីខ្ញុំមានណាគាត់ទៅដល់ថាទៅសមុទ្រដល់ពេលចឹងទៅមកទៅទាំងចឹងហ្មងទៅគ្មានបានដាក់ក្អាវអីមកទេចាហើយមានណាមើលកន្លែងដាក់ទូឆាត់អីណានៃអត់មានជើងអីទៅតែឆាត់នឹងវាខូចក៏ប៉ុន្តែនៅនឹងរៀងផ្លាស់ប្ដូរតិចបងប្អូនទាំងអស់គ្នាប្តីខ្ញុំតាយាយម៉ែក្មេកគឺគាត់អត់បានដឹងទេដោយសារតែកាលណាបើយើងកន្លោះឆាត់ធំអញ្ចឹងគឺគេត្រូវបង់លុយចាបងប្អូនទាំងអស់គ្នាបើយើងយកឆាត់មកអញ្ចឹងគឺត្រូវបង់អស់700យ៉េនក៏ប៉ុន្តែបើសិនជាយើងខ្ចីគេអស់រៀងថ្លៃជាងហ្នឹងនិយាយទៅប្លែកខុសពីមុនគាត់ថាពីមុនអត់មានត្រូវបង់លុយបង់អីទេយកឆាត់យកអីមកទទួលឬក៏ធ្វើអីអត់អីទេក៏ប៉ុន្តែឥឡូវហ្នឹងគឺប្លែកច្រើនមែនតើចាគឺយើងត្រូវបង់លុយនេះបង់លុយនោះអីចឹងណាបងប្អូនទាំងអស់គ្នាគឺមានការខុសប្លែកច្រើនមែនតើអញ្ចឹងហើយមានអារម្មណ៍មួយថាអត់សូវមានមនុស្សមកលេងទេបងប្អូនទាំងអស់គ្នាចាប្តីខ្ញុំគាត់ថានឹងកាលមុនអូនិយាយពីថាខែក្តៅជាងមនុស្សអូច្រើនចាក៏ប៉ុន្តែឥឡូវអត់សូវមានមនុស្សមកលេងទេអាចថាមកពីកាដូអីផងអញ្ចឹងក៏មិនដឹងអាចថាស្អីក៏បង់លុយស្អីក៏បង់លុយណាបងប្អូនទាំងអស់គ្នាចាក៏ប៉ុន្តែមានណាកូនឃើញមកកូនគាត់លេងសប្បាយលេងចុះលេងឡើងអត់ឆ្លោះគ្នាអញ្ចឹងគាត់លេងជាមួយគ្នាអញ្ចឹងទៅគឺខ្ញុំមានអារម្មណ៍មួយថាសប្បាយចិត្តបងប្អូនទាំងគ្នាចានេះក្រោយបន្ទាប់ពីពួកគាត់បានលេងហើយចឹងទៅក្តៅពេកបងប្អូនអរគ្នានិយាយទៅបានផ្លែត1ម៉ោងចឹងហើយក៏នាំគាត់មកញ៉ាំតកកឈូសអីចឹងទៅព្រោះអីថាម៉ោងហ្នឹងគឺម៉ោងបាយដែរហើយក៏ប៉ុន្តែញ៉ាំទ្រាប់ពោះបងប្អូនទាំងអស់គ្នាដល់ពេលចឹងហើយមានដាក់តកកឈូសមានមុនបពងមានអីចឹងទៅដល់ទៅពេលញ៉ាំហើយចឹងទៅឈប់នាំគ្នាទៅលេងអញ្ចឹងហើយទៅផ្ទះដោយសារតែម៉ែក្មេកគាត់ធ្វើរ៉ាមែនឲ្យហូបហើយទឹកស៊ុបរ៉ាមែនហ្នឹងគឺម៉ែក្មេកគាត់ធ្វើខ្លួនឯងហើយគាត់នឹងបរៀនខ្ញុំអញ្ចឹងណាហើយមានតែពាំងក្រៀមមានអីចឹងនិយាយទៅគាត់ប្រកែធ្វើបងប្អូនទាំងអស់គ្នារ៉ាមែនហ្នឹងគឺមានរសជាតិឆ្ងាញ់មែនទែនដូចនៅក្នុងហាងអញ្ចឹងគាត់ថាចាំមានពេលអញ្ចឹងទៅគឺគាត់នឹងបរៀនខ្ញុំឲ្យចេះធ្វើអញ្ចឹងពីព្រោះអីរ៉ាមែនហ្នឹងគឺគាត់ចេះពីម៉ែក្មេកដែរចេះពីខាងយាយខាងក្មេកខ្ញុំបងប្អូនទាំងអស់គ្នាចាហើយបន្ទាប់ពីញ៉ាំរ៉ាមែនហើយនេះមានអលឹកទ្រាប់ពោះចាអលឹកទ្រាប់ពោះចាអលឹកជាបង្អែមអញ្ចឹងញ៉ាំផ្អែមបន្ទាប់ពីយើងញ៉ាំបាយហើយអញ្ចឹងបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែអលឹកនេះគឺជាពូជអលឹកពណ៌លឿងចាអលឹកពណ៌លឿងនេះគឺយើងថារសជាតិឆ្ងាញ់
មែនតើឲ្យប្តីខ្ញុំគាត់ថាជាតាំងពីកើតពោះម៉ែមកគាត់មិនដែលឃើញលឹកពណ៌លឿងណាឆ្ងាញ់ចឹងទេនិយាយទៅគាត់អត់ដែលឃើញលឹកពណ៌លឿងតែម្ដងគាត់ឃើញគាត់ភ្ញាក់ផ្អើលតែដល់ពេលគាត់ហូបទៅឆ្ងាញ់បងប្អូនទាំងអស់គ្នាចាហើយម៉ែក្មេងខ្ញុំបន្ទាប់ពីហូបហើយចឹងទៅលេងជាមួយចៅអីចឹងទៅបងប្អូនទាំងអស់គ្នាចាហើយកូនប្រុសខ្ញុំគាត់អត់ហូបទេអាលឹកពណ៌លឿងគាត់ថាហ្នឹងហិលចឹងណាបងប្អូនទាំងអស់គ្នាគាត់ដែលឃើញលឹកពណ៌លឿងដល់ទៅពេលហើយចឹងទៅម៉ែក្មេងខ្ញុំក៏គាត់កាត់លឹកពណ៌ក្រហមហ្នឹងឲ្យកូនប្រុសខ្ញុំនេះចាហើយកូនខ្ញុំនេះគាត់ថាលឹកពណ៌ក្រហមមកឆ្ងាញ់ហើយឲ្យគាត់ហូបលឹកពណ៌លឿងក៏ហូបទេបងប្អូនទាំងអស់គ្នាអ្វីដែលគាត់អត់ដែរហូបចឹងគឺគាត់ហ៊ានហូបគាត់ថាហ្នឹងហិលអីចឹងទៅដល់ពេលមានណាដាក់លឹកពណ៌ក្រហមដាក់យកតែម្ដងចាហើយឥឡូវនេះសរុបមកវិញបងប្អូនទាំងអស់គ្នាឥឡូវ10ម៉ោងទៅផ្ទះហើយចាហើយម៉ែក្មេងគាត់រៀបចំបវិចអូមានបាយមានអីចឹងទៅចាមានលឹកមានអីមានលឹកពណ៌លឿងពណ៌ក្រហមមានចំហួយមានអីដាក់ឲ្យចៅអីចឹងណាបងប្អូនទាំងអស់គ្នាចាតាមពិតទៅត្រូវនៅហូបបាយជាមួយតាយាយជាមួយម៉ែក្មេងនឹងដែរក៏ប៉ុន្តែមុនត្រឡប់ទៅវិញក៏ប៉ុន្តែដោយសារតែថ្ងៃហ្នឹងមានកម្មវិធីតាមផ្លូវហ្នឹងក៏មានកម្មវិធីបុណ្យកញ្ជួយអីចឹងទៅហើយគាត់ថាប្រកាសជាស្ទះផ្លានខ្លាំងហើយអញ្ចឹងហើយគឺគាត់ថាបាយកុំនៅហូបបាយនឹងអីបើនៅហូបបាយនឹងយឺតយ៉ាងអីចឹងទៅស្ទះផ្លូវពិបាកក្នុងការត្រឡប់ទៅវិញអញ្ចឹងគឺយើងត្រូវត្រឡប់ទៅផ្ទះវិញឲ្យបានលឿនអញ្ចឹងទៅគាត់ក៏វិចខ្ចប់បាយវិចអីឲ្យដាក់មកឲ្យយើងអញ្ចឹងទៅបងប្អូនទាំងអស់គ្នានិយាយថានិយាយទៅផ្ទះម៉ែក្មេងមួយថ្ងៃហ្នឹងក៏ថាមិនសូវបាននិយាយជួបមុខគ្នាទៅលេងសមុទ្រអីចឹងទៅធ្វើនេះធ្វើនោះអីបានបន្តិចទៅឥឡូវ10ម៉ោងមកផ្ទះវិញបាត់